ជំរាបសួរអ្នករាល់គ្នាតើអ្នកទាំងអស់គ្នាលេង TikTok បង្ហោះ TikTok មិនចង់ឲ្យគេ down វីដេអូរបស់យើងយកទៅតើមែនទេបើសិនជាយើងមិនចង់ឲ្យគេ down វីដេអូរបស់យើងយកទៅនៅពេលដែលយើងបង្ហោះវីដេអូរបស់យើងទៅកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំនេះដើម្បីទៅធ្វើទាំងអស់គ្នាជាដំបូងយើងចូលមកក្នុងកម្មវិធី TikTok សាន់មកចូលមកដល់ចំណុចនេះគឺវាចេញទម្រង់បែបនេះគឺយើងក្រឡេកមកមើលកន្លែងចំណុចមួយគឺនៅខាងស្ដាំដៃគេដាក់ថា profile យើងចុចមកចំកន្លែង profile នឹងមកដើម្បីចូលមកក្នុងនឹងបន្ទាប់ពីយើងចុចមកដល់ profile ចូលមកដល់ក្នុងនឹងហើយយើងមើលកន្លែងកម្ម3យើងចុចនៅកន្លែងកម្ម3នឹងមកដើម្បីចូលបន្ទាប់មកមើលពាក្យខាងក្រោមគេដាក់ setting and privacy យើងចុចលើនឹងយើងរកពាក្យមួយគេដាក់ privacy ដែលមានរូបតំណាងសញ្ញាកូនសោបន្ទាប់មកយើងអូសទៅក្រោមរកមើលពាក្យមួយគេដាក់ថា download អញ្ចឹងយើងអូសវាចុះទៅក្រោមមកដើម្បីរកពាក្យហ្នឹងឥឡូវយើងរកឃើញហើយយើងចុចលើហ្នឹងបន្ទាប់មកយើងចុចកន្លែងអក្សរពណ៌ខៀវហ្នឹងគេដាក់ video download យើងចុចលើវាទៅដើម្បីបិទវាយើងបិទតែប៉ុណ្ណឹងគឺជាការស្រេចគឺគេមិនអាច download យកវីដេអូយើងទៅប្រើប្រាស់ឬក៏បង្ហោះតបាននោះទេវីដេអូដែលខ្ញុំមកបង្ហាញគឺមានតែប៉ុណ្ណឹងទេសម្រាប់កំហុសខុសឆ្គងត្រង់ចំណុចណាដែលខ្ញុំនិយាយទៅមិនសូវបានល្អសូមអធិស្ឋានផងកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតអរគុណនិងសូមជម្រាបលា